សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចេញវីដេអូលោកសភៅដែរថ្ងៃនេះខ្ញុំលោកសភៅពាក្យ flowers នេះប្រែផ្កាពីអង់គ្លេសទៅខ្មែរអញ្ចឹងនៅក្នុងពាក្យផ្កាទាំងអស់នៅក្នុងភាសាអង់គ្លេសឬផ្កានៅទូទាំងសកលលោកនេះគឺខ្ញុំមានសភៅហ្នឹងហើយដោយមានបកប្រែពីខ្មែរទៅអង់គ្លេសរួចជាស្រេចកែនេះអ្នកខ្ញុំមើលសញ្ញាព្រួយនេះសៀវភៅពាក្យ flowers ពាក្យផ្កានឹងឯងត្រូវបានចងក្រងឡើងយ៉ាងល្បាច់ហើយផ្ដោតលើទី1ផ្កាទាំងអស់នៅទូទាំងសកលលោកអញ្ចឹងឲ្យតែផ្កានៅលើសកលលោកនេះគឺមាននៅក្នុងសភៅខ្ញុំនឹងទាំងអស់ត្រីទី2ពាក្យផ្កាទាំងអស់ត្រូវបានរៀបតាមលំដាប់អក្សរពី A ដល់ Z អញ្ចឹងពាក្យផ្កានីមួយៗហ្នឹងខ្ញុំតែងតែរៀបតាមលំដាប់អក្សរពីអក្សរ A ដល់អក្សរ Z ស្រួលណាស់អ្នកស្រួលសិក្សារៀនសូត្រត្រីទី3ពាក្យផ្កានីមួយៗត្រូវបានបញ្ចេញសម្លេងយ៉ាងត្រឹមត្រូវតាមស្តង់ដារអន្តរជាតិអញ្ចឹងពាក្យផ្កានីមួយៗហ្នឹងក៏ខ្ញុំបញ្ចេញសម្លេងរួចស្រេចហើយណារួចស្រេចហើយដើម្បីងាយស្រួលដល់អ្នកសិក្សាទាំងអស់ដែលទិញយកទៅនឹងមិនពិបាកក្នុងការបញ្ចេញសម្លេងណាសញ្ញាព្រួយទី2នេះអ្នកដែលអាចប្រើសភៅពាក្យ flower ពាក្យផ្កាសភៅនឹងបានគឺទី1គ្រូបរិញ្ញាបត្រភាសាអង់គ្លេសទី2អ្នកបកប្រែទូទៅទី3បុគ្គលិកក្រុមហ៊ុននិងបុគ្គលិកអង្គការទី4និស្សិតសាកលវិទ្យាល័យទី5សិស្សកម្រិតមធ្យមនិងសិស្សកម្រិតខ្ពស់គេឲ្យបើអ្នកនរគ្នាមានបំណងចង់ទិញសភៅពាក្យផ្កានេះយកទៅប្រើប្រាស់នៅក្នុងស្ថាប័នការងាររបស់អ្នកនរគ្នាអាចទំនាក់ទំនងទិញសភៅនេះតាមរយៈ Telegram របស់ខ្ញុំគឺ093 553 191ខែហ្នឹងហើយអញ្ចឹងអ្វីដែលខ្ញុំរាយរាប់ខាងលើហ្នឹងវាអត់ទាន់អស់ទេវានៅច្រើនណាស់ក្នុងសភៅហ្នឹងហ្នឹងហើយអញ្ចឹងបើអ្នកនរគ្នាខ្វះខាតអ្នកនរគ្នាចង់មកពេញបន្ថែមផ្នែកភាសាអង់គ្លេសគឺថាចេះរៀនតាមសាលានានាចេះពាក្យផ្កាហ្នឹងវាតិចតួចអញ្ចឹងសភៅនេះគឺមានទាំងអស់ហើយណាអូខេហ្នឹងហើយប៉ុណ្ណឹងអ្នកនរគ្នា